រកឃើញភពមួយទៀតហើយនៅគៀកផែនដីគូសំនិងសង្ស័យមានជីវិតស្ថិតនៅចម្ងាយមិនដល់20ឆ្នាំពន្លឺពីផែនដីក្រុមតារាវិទូទើបតែបានប្រទះឃើញភព exoplanet ថ្មីមួយទៀតដែលត្រូវបានដាក់ឈ្មោះឲ្យថា GJ251c គ្រាន់តែប្រកាសភ្លាមពួកគេក៏បានចាត់បញ្ចូលភពនេះទៅក្នុងបញ្ជីនៃភពពិសេសដែលស្ថិតក្នុងការសង្ស័យកម្រិតខ្ពស់ថាអាចមានជីវិតហើយប្រការនេះមានន័យថា GJ251c ក៏ស្ថិតនៅក្នុងបញ្ជីជាមួយភព KP18b ត្រា P1e TOI 700D និងបេក្ខភាពពិសេសមួយចំនួនតូចផ្សេងទៀតផងដែរប៉ុន្តែជប់សិនហេតុអ្វីក៏ក្រុមអ្នកវិទ្យាសាស្ត្រហ៊ានអះអាងលឿនបែបនេះប្រការនេះគឺងាយយល់ប៉ុណ្ណោះដោយ GJ251c ត្រូវបានគេគណនាដឹងថាស្ថិតនៅចំកណ្ដាលតំបន់អំណោយផលដល់ការកកើតជីវិត Habitable Zone នៅជុំវិញផ្កាយរបស់វាដែលមានឈ្មោះថា GJ251 នោះតែម្ដងហើយប្រព័ន្ធដ៏ពិសេសនេះស្ថិតនៅចម្ងាយខ្ទង់តែ 18.2 ឆ្នាំពន្លឺប៉ុណ្ណោះពីភពផែនដី1ឆ្នាំពន្លឺស្មើនឹង 9.46 trillion គីឡូម៉ែត្រប្រសិនបើគិតទៅលើភាពធំធេងនៃ Galaxy Milky Way ចម្ងាយកម្រិតនេះអាចចាត់ទុកថាវាស្ថិតនៅគៀកផែនដីយើងហើយយើងក៏មិនត្រូវភ្លេចនោះដែរថាភព Proxima b និងប្រព័ន្ធផ្កាយ Proxima Centauri ដែលស្ថិតនៅគៀកផែនដីយើងជាងគេបំផុតនោះមានចម្ងាយ 4.2 ឆ្នាំពន្លឺពីយើងទៅហើយដូច្នេះត្រឹម 18.2 ឆ្នាំពន្លឺក៏ជាចម្ងាយជិតមួយដែរជុំវិញសមិទ្ធផលថ្មីនេះសាស្ត្រាចារ្យផ្នែកតារាសាស្ត្រមួយរូបមានឈ្មោះថា Surat Mahadevan មកពីសាកលវិទ្យាល័យរដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃទី22ខែតុលាឆ្នាំ2025ថាខណៈដែលយើងមិនទាន់អាចបញ្ជាក់ថាមានវត្តមានបរិយាកាសឬសូម្បីតែជីវិតនៅលើភព GJ251c នៅឡើយនោះទិន្នន័យបឋមនានាដូចជាការស្ថិតនៅក្នុងតំបន់ Habitable Zone របស់ភពនេះគឺជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការស្រាវជ្រាវបន្តទៅថ្ងៃអនាគតការស្ថិតនៅក្នុង Habitable Zone មានន័យថាភពនោះទទួលរងកម្ដៅសមរម្យពីផ្កាយវានិងមានទឹកលើផ្ទៃភពព្រមទាំងបរិយាកាសក្រាស់ស្រោបជុំវិញហើយទាំងអស់នេះជាកត្តាដែលអាចជំរុញដល់ការកកើតជីវិតដូចនៅលើភពផែនដីទោះជាបែបនេះក្តីយើងក៏មិនទាន់អាចរំពឹងខ្ពស់ពេកដែរព្រោះភព GJ251c ស្ថិតនៅក្នុងជំពូកផែនដីយក្សឬ Super Earth ដែលមានន័យថាវាធំធេងជាងភពផែនដីតែតូចជាងភព Neptune ហើយចំពោះភពប្រភេទនេះក្រុមអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចយល់ដឹងច្បាស់លាស់អំពីធាតុពិតរបស់វាដែរព្រោះនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះគ្មានភពប្រភេទ Super Earth បែបនេះឡើយក្រុមតារាវិទូបានប្រើប្រាស់ពេលដល់ទៅ20ឆ្នាំដើម្បីរកឃើញវត្តមានរបស់ GJ251c ជុំវិញផ្កាយមេរបស់វាគឺ GJ251 ដែលជាប្រភេទតារាក្រហមទំហំតូច Red Dwarf ដែលសម្បូរជាងគេនៅក្នុង Galaxy Milky Way យើងខណៈ mass របស់ GJ251 នេះវិញគឺស្មើតែ 35% នៃ mass ព្រះអាទិត្យយើងនេះប៉ុណ្ណោះសម្រាប់វត្តមានរបស់ GJ251 នៅលើផ្ទៃមេឃផែនដីវិញគឺយើងអាចរកឃើញផ្កាយនេះនៅត្រង់តារានិករ Gemini ក្បែរនឹងតារានិករ Orion ផងដែរបើនិយាយពីលក្ខណៈសម្បត្តិវិញភព GJ251c មានម៉ាស់ស្មើនឹង4ដងនៃម៉ាស់ផែនដីយើងហើយវាគោចរក្នុងគម្លាតជាង70លានគីឡូម៉ែត្រពីផ្កាយមេរបស់វាដោយក្នុងមួយជុំប្រើពេល54ថ្ងៃនៃផែនដីឬស្មើនឹង1ឆ្នាំលើភពនោះផ្ទាល់ដោយឡែកភពមុនគេដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធផ្កាយ GJ251 ដែរនោះគឺភព GJ251b ត្រូវបានរកឃើញកាលពីឆ្នាំ2020ក៏ជា Super Earth ដែរដោយវាមានម៉ាស់ស្មើនឹងម៉ាស់ផែនដីយើងគុណនឹង4ដូច GJ251c ដែរហើយវាក៏ចរជុំវិញផ្កាយមេវាក្នុងគម្លាតជាមធ្យម 12.2 លានគីឡូម៉ែត្រដោយប្រើប្រាស់ពេលជាង14ថ្ងៃនៃផែនដីទៅបានមួយជុំឬស្មើនឹង1ឆ្នាំលើភពនោះផ្ទាល់គួរបញ្ជាក់ថា telescope ដែលត្រូវបានប្រើប្រាស់ដើម្បីរកឃើញវត្តមានភព GJ251c នោះគឺ Hubble Eberly Telescope ហៅកាត់ថា HET មានមូលដ្ឋាននៅក្នុងមន្ទីរសង្កេតតារា McDonald Observatory នៃរដ្ឋ Texas សហរដ្ឋអាមេរិកដោយរួមសហការជាមួយនឹង Telescope WIYN Telescope នៃមន្ទីរសង្កេតតារា Kitt Peak National Observatory ស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយប្រសិនបើយើងចង់ដឹងថាតើបរិយាកាសរបស់ GJ251c មានសភាពបែបណានោះគឺមានតែរងចាំ Telescope អវកាស James Webb បញ្ចេញសមត្ថភាពប៉ុណ្ណោះសង្ឃឹមថានឹងអាចកើតឡើងនៅក្នុងពេលឆាប់ៗ
តែអាចរកឃើញភពសម្បូរដោយទឹកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផែនដីជាលើកដំបូងក្រុមតារាវិទូអន្តរជាតិទើបតែបានប្រកាសអំពីការរកឃើញភពសម្បូរដោយវត្តមានទឹកដែលអាចមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ជាលើកដំបូងស្ថិតនៅចម្ងាយ100ឆ្នាំពន្លឺពីភពផែនដីដោយមួយឆ្នាំពន្លឺស្មើនឹង 9.46 ទ្រីលានគីឡូម៉ែត្រខណៈរយៈចម្ងាយកម្រិតនេះត្រូវបានចាត់ទុកថាមិនឆ្ងាយប៉ុន្មានឡើយពីយើងបើគិតទៅលើចក្រវាឡដ៏ធំមហិមានោះភពដែលគេអះអាងថាសម្បូរដោយទឹកខាងលើនេះត្រូវបានរកឃើញដោយ Telescope អវកាស TESS និងមានឈ្មោះសម្គាល់ថា TOI 1452b ប្រព័ន្ធផ្កាយដែលភពនេះកំពុងតាំងនៅគឺ TOI 1452មានវត្តមាននៅក្នុងតារានិកឬយើងហៅថាកញ្ចុំផ្កាយមួយមានឈ្មោះថា Draco ប្រសិនបើយើងមើលទៅលើផ្ទៃមេឃរបស់ផែនដីនោះយោងតាមការអង្កេតរបស់ TESS ភព TOI 1452b មានទំហំនិងម៉ាស់ធំជាងផែនដីយើងបន្តិចហើយខ្លួនរបស់ភពនេះត្រូវបានគ្របដណ្ដប់ដោយវត្ថុធាតុដែលមិនសូវហាប់ណែនដូចថ្មតែហាប់ណែនជាងអូស្មန်ហើយដូច្នេះទើបក្រុមតារាវិទូនិងអ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានថាភព TOI 1452b នេះជាប្រភេទភពគ្របដណ្ដប់ដោយផ្ទៃទឹកយ៉ាងច្រើនសម្បើមឬអាចពេញមួយភពតែម្ដងតាមពិតទៅប្រព័ន្ធផ្កាយដែលភព TOI 1452b តាំងនៅគឺជា Binary Star System ឬយើងហៅថាប្រព័ន្ធផ្កាយភ្លោះដែលជាធម្មតាក្រុមតារាវិទូគិតថាมันអាចឬមិនងាយមានភពគោចរនៅក្នុងប្រព័ន្ធប្រភេទនោះឡើយតែក្រោយការដាក់គោលដៅអង្កេតទៅលើផ្កាយមួយក្នុងចំណោមផ្កាយទាំងពីរនៃប្រព័ន្ធ TOI 1452នោះការយឺតអវកាស TESS ក៏បានរកឃើញស្រមោលនៃភពគោចរឆ្លងកាត់ផ្កាយតាមរយៈវិធីសាស្ត្រសម្ងំអង្កេតភពគោចរឆ្លងកាត់ផ្កាយយើងហៅថា transit ក្រោយការប្រទះឃើញតម្រូវខាងលើនេះទើបការអង្កេតបន្តត្រូវបានបញ្ជូនទៅកាន់មន្ទីរអង្កេតតារា OMM របស់សាកលវិទ្យាល័យ Montreal ប្រទេសកាណាដាហើយជាលទ្ធផលចុងក្រោយគឺភព TOI 1452b ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការមន្ទីរអង្កេតតារា OMM មានសមត្ថភាពគណនាអង្កត់ផ្ចិតរបស់ភពមួយនោះដែលគោចរជុំវិញផ្កាយធំជាងគេនៃប្រព័ន្ធផ្កាយភ្លោះ TOI 1452គួរបញ្ជាក់ថាភព TOI 1452b មានលក្ខណៈខុសពីផែនដីត្រង់វាអាចគ្របដណ្ដប់ដោយទឹកច្រើនជាងខណៈភពផែនដីយើងគ្របដណ្ដប់ដោយទឹកជាង 70% បន្ថែមពីនេះខ្លួនរបស់ភព TOI 1452b អាចត្រូវបានផ្សំឡើងពីសារធាតុរាវរហូតដល់ទៅ 30%ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចសន្មត់ 100% តែម្ដងថាភព TOI 1452b នេះខណៈចម្លើយនឹងអាចមានរឹតតែច្បាស់ប្រសិនបើផ្ដល់ឱកាសនេះឲ្យ Telescope អវកាស James Webb ជាអ្នកអង្កេតបន្តទៀតនៅថ្ងៃអនាគត។